គ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែមើលវីដេអូដែលខ្ញុំផ្សាយចេញទៅនេះហើយក៏សួស្តីទៅកាន់មិត្តដែលនិយមការអានបន្លំរូបពាក្យរាយឬក៏បន្លំកំណាព្យអ្វីផ្សេងបាទថ្ងៃនេះខ្ញុំសូមចែករំលែកកំណាព្យខ្លីដែលដកស្រង់ចេញពីកូនសៀវភៅកំណាព្យចុងបិចខ្ញុំដែលមានចំណងជើងថាសម្បកសិលធម៌ត្រង់ទំព័រទី63មានអត្ថន័យដូចតទៅបាទសូមរីករាយស្ដាប់រឿងស៊ីសោកបោកស៊ីសងចងស័កសមធ្វើរឹកហំសំឥតខ្ចោះសោះអ្នកដឹងពាក់សម្បកសកសំដែងចែងស្ងាត់ឈឹងរឹកសំផឹងប្រឹងប្រែងប្រាយឆ្ងាយសច្ចៈពាក់អាវសំហំអស់ចាថ្លាវិជាតែបែជាពៀលាសឿងរឿងមាសប្រាក់ឲ្យតែបានកានថ្កើងយុះព្រោះបនស័កធៈសច្ចៈដាក់ទៅគៀនគ្មានស្រណោះឲ្យតែអញឆ្ងាញ់គ្រប់គ្រាន់តាន់សម័យគ្មានអាល័យក្រៃញាតជាតិរីងខ្សោះទោះសង្គមរុំជំងឺឈឺក្រៀមក្រោះបងលុបអស់កោះគេហិនមិនខ្វល់ដែរអាវសិលធម៌ពណ៌សម្បកសក់ផរផង់តែខាងក្នុងផុងរលួយពួយហូហែសុកចិត្តខ្វាក់ធៈការពិតឥតស្និទ្ធស្នេហ៍អែបអបអែប្រែល្ងងខ្លៅខ្មៅទៅសទុកសង្គមរុំសង្គមព្រមធ្វើខ្វាក់លក់ឆន្ទៈស្ម័គ្រថោកទាបគៀបអ្នកក្រមិនជួយជ្រោងយោងជាតិខ្មែរថែបន្តឲ្យបវរតជំនាន់តាន់សម័យបាទសូមអរគុណលោកនាងដែលកំពុងតែស្ដាប់ដែលខ្ញុំចែករំលែកទៅកាន់នៅក្នុងពេលនេះបាទសូមអរគុណសូមជម្រាបលា